ខ្នងក្រាស់បងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនណាដែលចង់សម្រក់សាច់ខ្នងប្រហាប់ដើមដៃបងប្អូនមើលវីដេអូនេះគឺអត់ខុសតែម្ដងតែពីរក្បាច់ទេបងប្អូនអត់ប្រើឧបករណ៍ទៀតប្រើតែកសែងទេប៉ុន្តែនិយាយបានថាហ៊ានធ្វើតែ10ថ្ងៃជាប់គ្នាបងប្អូនទាំងអស់គ្នាឃើញតែខ្នងខ្លួនឯងប្លែកខ្លាំងដើមដៃប្លែកខ្លាំងតែម្ដងជាពិសេសបងប្អូនដែលមានគីឡូធ្ងន់ធ្ងរចង់សម្រក់មកកណាត់ខាងលើបងប្អូនកុំចោលពីលំហាត់ប្រាណនៅក្នុងវីដេអូនេះបងប្អូនមុននឹងចូលដល់លំហាត់ប្រាណសូមបងប្អូនទាំងអស់គ្នាមួយជួយ share វីដេអូមានម្នាក់មួយផងបងប្អូនមករយៈនេះ page Clarix ដោយសារ page update ច្រើនណាបងប្អូនអញ្ចឹង share ចែករំលែកឲ្យបងប្អូនទាំងអស់គ្នាដែលជា fan ផ្សេងៗគាត់បានឃើញវីដេអូផងហើយបងប្អូនដែលថ្មីអត់ទាន់ចូលចិត្តការហាត់ប្រាណការចែករំលែកតាក់ទងវីដេអូហាត់ប្រាណរបបអាហារសម្រក់ទម្ងន់បងប្អូនទៅ follow page ខ្ញុំម្នាក់មួយណាបងប្អូនទាំងអស់គ្នាព្រោះកាលណាតែបងប្អូន follow បងប្អូនចុច see first នៅក្នុង page បងប្អូនពេលខ្ញុំផុសវីដេអូគឺបងប្អូនឃើញមុនគេតែម្ដងតែបើសិនជាបងប្អូនអត់បានចុច follow ទេអញ្ចឹងពេលណាដែលបងប្អូនទាំងអស់គ្នា page update អីចឹងគឺបងប្អូនអត់បានឃើញវីដេអូខ្ញុំ alert ទៅក្នុង Facebook របស់បងប្អូនទាំងអស់គ្នាទេសម្រាប់ exercise ទី1គឺបងប្អូនមូលកសែងឲ្យតឹងបែបហ្នឹងណាបងប្អូន and after គឺបងប្អូនទម្លាក់វាមកក្រោយហើយបងប្អូនប្រឹងកាយដៃហ្នឹងគឺកាន់តែទៀបកាន់តែល្អហើយសម្រាប់ខ្ញុំគឺខ្ញុំទម្លាក់មកអត់សូវបានទៀបទេដោយសារមករយៈចុងក្រោយនេះខ្ញុំអត់សូវបានហាត់សាច់ខ្នងអញ្ចឹងខ្ញុំក៏រៀងឡើងសាច់ខ្នងបន្តិចដែរប៉ុន្តែបងប្អូនឃើញវាអប់ចូលបានល្អឯងបងប្អូនអញ្ចឹងនៅពេលដែលយើងធ្វើទៅអាកន្លែងស្លាប់ជឿរបស់យើងអាបោះដៃផុតនេះបងប្អូនអូនិយាយពីថាល្អមែនតើហ្មងហើយបើក្បាច់ទី2នេះវិញអូមហាសំណប់ចិត្តខ្ញុំនិយាយមែនណាបងប្អូនទាំងអស់គ្នាអាហ្នឹងគឺមកសាច់ខ្នងយើងហ្មងណាបងប្អូនជាពិសេសអាពួរខ្នងអ្នកដែលអត់សូវមានរៀងអត់សូវមានចកេះអីហ្នឹងណាបងប្អូនណានិយាយពីល្អមែនតើបងប្អូនមើលតែញើសដឹងហើយនិយាយមែននិយាយពីថានៅពេលដែលខ្ញុំហាត់លំហាត់ប្រាណនេះម្ដងគឺខ្ញុំមានអារម្មណ៍ថាអូយចូលល្អខ្លាំងហ្មងបងប្អូនហើយសំខាន់ណាអត់ចាំបាច់ប្រើឧបករណ៍បងប្អូនជឿគ្រាន់តែប្រើតែកសែងប៉ុណ្្នឹងហើយយើងអាចបានខ្នង fit ស្អាតហើយបងប្អូនមើលខ្ញុំដើរទៅទាញអាតែទៅទាញអីដុំដៃអីគេពីកាលខ្ញុំហាត់តែធម្មជាតិហ្នឹងខ្ញុំហាត់តែនៅផ្ទះដែរហ្នឹងបងប្អូនតែឲ្យតែយើងខិតខំប្រឹងប្រែងបងប្អូនឲ្យតែយើងមានគោលដៅយើងដឹងតែបានដល់គោលដៅដូចគេដែរហើយបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់អ្នកដែលកំពុងតែមានសាច់ខ្នងក្រាស់ដើមដៃធំចង់បានខ្នង fit ស្អាតពេលអាវវាលអីស្អាតបងប្អូនទាំងអស់គ្នាកុំភ្លេចពីលំហាត់ប្រាណនេះសន្យាមួយខ្ញុំធ្វើ10ថ្ងៃហើយកុំភ្លេច comment ខាងក្រោមផងថាបានផលមិនដែរបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលចង់សម្រក់ទម្ងន់ចង់បានរាងស្អាតបងប្អូនទាំងអស់គ្នាអើយតែងតែសួរខ្ញុំថាបងធ្វើមិនហាត់ប្រាណបែកញើសដុតខ្លាញ់បានល្អដោយបងចាមុនហាត់ប្រាណខ្ញុំញ៉ាំកាហ្វេដុតរំលាយជាតិខ្លាញ់មកកញ្ចប់បងប្អូនគឺមុនពេលហាត់ប្រាណគឺខ្ញុំមិនដែរចោលទេអញ្ចឹងហើយជាមូលហេតុដែលខ្ញុំនៅពេលដែលខ្ញុំហាត់គឺវាជួយជំរុញការដុតខ្លាញ់វាបែកញើសដូចខ្លាញ់អញ្ចឹងបងប្អូនទាំងអស់គ្នាលងស្រិលអញ្ចឹងហ្មងអ្នកដែលចាប់អារម្មណ៍យើងកំពុងមាន promotion ណាបងប្អូនហើយ promotion មិនមែនមានរហូតទេ inbox មកបានទិញកាហ្វេមួយថែម fiber មួយទិញកាហ្វេ2ថែមfiber ថែម protein មួយទៀត inbox លឿនៗបងប្អូនអរគុណ